ថ្ងៃនេះនឹកឃើញចង់ញ៉ាំនំបែងចេកឃើញចេកទុំល្អបងប្អូនចេកធំក៏ទៅរកគ្រឿងផ្សំធ្វើនំបែងចេកមាននំខ្ចីល្ងម្សៅខ្សាយម្សៅឆាហើយនឹងចេកគ្រឿងផ្សំគល់ដូចចេកហ្នឹងឯងបងប្អូនហើយជាមួយនឹងស្ករបន្តិចកុំភ្លេចដាក់អំបិលបន្តិចផងណាបងប្អូនពីរងទៅនំចេកនេះឆ្ងាញ់មែនតើការនឹកឃើញការក្មេងៗចូលចិត្តញ៉ាំមែនតើនំនេះយល់ឈ្ងុយពីក្លិនចេកត្មងហើយមានថែមល្ងទៀតឈ្ងុយមែនតើគ្រឿងផ្សំនេះយើងចេកហ្នឹងគេហៅនំចេកបុកតែខ្ញុំនំហៅនំបែងចេកតែខ្ញុំអត់បានបុកចេកទេខ្ញុំគ្រាន់តែចិត្តផ្ទះព្រោះអញ្ចឹងក៏ឆ្ងាញ់ដែរបងប្អូនតែអ្នកខ្លះគេចូលចិត្តបុកចេកអីអញ្ចឹងណាតែខ្ញុំអត់ទេចិត្តផ្ទះវិញបន្ទាប់មកយើងក៏លាយគ្រឿងផ្សំដាក់ចូលជាមួយម្សៅនិងមានដូងខ្ចីចេកហើយនឹងល្ងស្ករសដាក់លាយជាមួយគ្នាហើយនឹងទឹកជាបងប្អូនយើងចង់ដាក់ទឹកក្តៅក៏បានដែរប៉ុន្តែខ្ញុំដាក់ទឹកជាធម្មតាហើយកូរជាមួយម្សៅវាអីទេបងប្អូនយើងដាក់ទឹកមកល្មមសម្រាប់តែលបាយម្សៅនេះខាប់មកល្មមអត់រីពេកហើយក៏មិនខាប់ពេកដែរពេលណាដែលរីពេកធ្វើឲ្យសាច់ម្សៅយើងអាចជាប់ខ្ទះបានចឹងយើងដាក់ទឹកមកល្មមរាវមិនខាប់ពេកបន្ទាប់មកខ្ញុំក៏បន្ថែមពងមាន់2គ្រាប់ដាក់កុំឲ្យជាប់ខ្ទះហើយឲ្យវាមានក្លិនឈ្ងុយជាមួយនឹងនំរបស់យើងហើយដល់វគ្គចាក់នេះសម្រាប់បងប្អូនដែលមានខ្ទះដែលអត់ជាប់ខ្លាញ់ណាយើងកុំដាក់ខ្លាញ់ច្រើនពេកដាក់មកល្មមបាននេះគាត់តែលាបបានដែរប៉ុន្តែខ្ញុំខ្លាចជាប់ខ្ទះក៏រៀងដាក់ច្រើនតិចទៅយើងចាក់មិនសូវយូរប៉ុន្មានដែរនំនឹងព្រោះឆាប់ឆ្អិនហើយសាច់នំក៏ម្សៅក៏អត់ឆៅដែរមកល្មមញ៉ាំហ្មងវាឆ្អិនដល់ខាងក្នុងណាសាច់អត់អាវម្សៅទេស្រុកខ្ញុំគេហៅអាវតែស្រុកបងប្អូនអត់ដឹងគេហៅអីទេតែគេហៅសពេលក្របអត់បានក្របនំទៅឡើងសអញ្ចឹងណាពេលចាក់បញ្ឆៅអីឃើញឡើងសនេះហៅអាវពេលចាក់ហើយក៏នំហើយពេលទៅនំនេះក្លិនឈ្ងុយមែនតើបងប្អូនឈ្ងុយពីចេកផងពីល្ងផងដូងផងនិយាយដល់ទៅធ្វើញ៉ាំហើយចង់ញ៉ាំទៀតខ្ញុំទៅធ្វើថ្ងៃមុននេះក៏នឹកឃើញធ្វើឡើង3-4ដងនេះអាំងតែម្សៅមានហើយគ្រឿងផ្សំមានសាច់នំស្វិតមកល្មមឆ្ងាញ់ជួយពីក្លិនចេកឆ្ងាញ់មែនតើបងប្អូនអស់ហើយចុងក្រោយអរគុណបងប្អូនដែលបានទស្សនាតាំងពីដើមរហូតដល់ចប់អរគុណមែនតើ